សួស្តីដល់គ្នាស្វាគមន៍មកកាន់ Channel កូនទាសម្រាយរឿងសូមតាគ្នាជួយ Like Subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងថ្ងៃនេះ Admin បានលើកយករឿងថ្មីទៀតឲ្យមកសម្រាប់ជួយតាគ្នាទស្សនារឿងនេះមានចំណងជើងថាក្រមុំក្បាលដៃប្រុសជ្រលើមួយរឿងចប់ដែលនេះគឺជាតួប្រុសតួស្រីរបស់យើងកំពុងតែនាំគ្នាវិធានលេងល្បែងជាមួយនឹងគ្នាណាហើយពេលហ្នឹងក៏បានបែកគ្នាតែម្ដងដោយសារតែមានការយល់ច្រឡំហើយតួស្រីរបស់យើងវិញគាត់ក៏បានចូលមកក្នុងកម្មវិធីជប់លេងមកកន្លែងនេះពេលហ្នឹងក៏បានចូលជាមួយនឹងនាងណាន់ហ្វឹងនឹងគឺរករឿងតួស្រីរបស់យើងមិនណយទេតួស្រីយើងគឺគាត់មិនដែលមាត់អីណាហើយពេលហ្នឹងតួស្រីយើងគិតថាចាស់នៅក្នុងកន្លែងជប់លេងហ្នឹងប្រកាសថាតួប្រុសហ្នឹងមិនមកនោះទេតែចៃដន្យអីគឺតួប្រុសរបស់យើងបានមកដល់កន្លែងហ្នឹងដូចគ្នាចឹងហើយពេលហ្នឹងគឺតួស្រីយើងគាត់ក៏រកកន្លែងកិច្ចតួប្រុសយើងវិញខុសសម្លឹងទៅកាន់តួស្រីរបស់យើងហ្នឹងគឺដោយមិនដាក់ភ្នែកតែម្ដងគ្រាន់តែទៅដល់ភ្លាមមកគាត់ក៏បានប្រៀបថារាក់ទាក់ទៅកាន់តួស្រីហើយគាត់ក៏បាននិយាយថាខានជួបគ្នាយូរហើយណាហើយណាន់ហ្វឹងវិញក៏ខំដើរត្រកនេះដើម្បីតែទៅរកតួប្រុសតែដោយសារតែពេលហ្នឹងគឺតួប្រុសរបស់យើងបានចាប់អារម្មណ៍ទៅលើនាងទេខំច្រៀងខារ៉ាអូខេផងណាដើម្បីឲ្យគេឮសំឡេងហើយគឺគេចាប់អារម្មណ៍មកមើលតែតួប្រុសយើងអត់សោះហ្មងគាត់បែរទៅដើរទៅរកតួស្រីរបស់យើងហើយពេលហ្នឹងរកតបាក់តួស្រីរបស់យើងមួយសាទេតួស្រីរបស់យើងវិញក៏ខំប្រឹងកិច្ចមែនតែកិច្ចយ៉ាងណាពីតួប្រុសរបស់យើងនៅតែមិនអាចបានអញ្ចឹងហើយឥឡូវហ្នឹងក៏បានឡើងទៅលើឆាកហើយក៏បានប្រាប់ថាតួស្រីរបស់យើងស៊ូណាន់យីងជាប្រពន្ធរបស់គាត់តួស្រីរបស់យើងវិញអត់និយាយហ្មងហេតុអីបានជាគេទៅនិយាយបែបហ្នឹងខំរត់ចេញកិច្ចពីហ្នឹងហើយមកបន្ទប់ទឹកនេះតួប្រុសរបស់យើងមកតាមតួស្រីរបស់យើងដល់បន្ទប់ទឹកមនុស្សស្រីថែមទៀតតួស្រីយើងខឹងខ្លាំងណាស់តែតួប្រុសរបស់យើងវិញគាត់ក៏និយាយថាអញ្ចឹងគាត់គឺមិនចំធ្វើបែបហ្នឹងទេក៏ប៉ុន្តែបើសិនជាគាត់នៅមិនតាមតួស្រីខ្លាចថានឹងបាត់បង់តួស្រីរបស់យើងណាចឹងហើយពេលហ្នឹងគឺតួស្រីរបស់យើងគាត់ក៏ថាគាត់រវល់តែពេលហ្នឹងគឺតួប្រុសរបស់យើងស្រីយើងដោយសារតែមិនចង់ឲ្យគេនឹងញ៉ៃខ្លាំងពេកគាត់ក៏ឡើងឡានតាក់ស៊ីបន្ទាប់មកក៏ថាប្តីរបស់គាត់គឺបានមកយកហើយមិត្តភក្តិរបស់តួស្រីយើងក៏ទាញពងមាន់មកគ្រាប់នេះគប់ទៅលើតួប្រុសរបស់យើងថែមទៀតតួប្រុសយើងក៏ថាតួស្រីគ្មានប្តីគ្មានអីទេព្រោះអីគឺមានតែគាត់តែម្នាក់គាត់តែម្ដងហើយតួស្រីយើងគឺបោកគាត់ប៉ិតមែនពេលនេះក៏បានមកជួបឲ្យតួស្រីរបស់យើងធ្វើការក្នុងហ៊ុនមកកន្លែងជាdesigner ជាមួយនឹងណាន់ហ្វឹងហើយព្រមទាំងសៀវវៃមកដល់ភ្លាមមកក៏ចង្អុលក្បាលតួស្រីរបស់យើងមិនដកដៃទេហើយនាងសៀវវៃនេះវិញក៏សម្ដែងធ្វើជាតុនផ្លូនតុនខ្សោយជាតួឯកអីចឹងទៅណាហើយតួស្រីរបស់យើងវិញគាត់គឺមិនដែរចង់សម្ដែងចង់អីទេព្រោះអីចរិតគាត់បែបណាគាត់ចេញមកបែបហ្នឹងហើយគាត់ក៏មិនចង់មាត់មិនចង់តរបៀបថាឆ្លោះប្រកែកអីជាមួយនឹងអ្នកនៅក្នុងក្រុមហ៊ុនតែនេះគឺអត់ទេនាងសៀវវៃក៏សតតែខលទៅរកតួប្រុសរបស់យើងណាដើម្បីតែប្តឹងតួពិតតែតួប្រុសយើងគាត់ក៏ថាមិនមែនជារឿងរបស់គាត់មិនបានខ្វល់ចិត្តបិទទូរស័ព្ទទៅភ្លាមហ្មងហើយមកទីនេះដែរគឺដើម្បីតែទៅរកតួស្រីក៏បានចាប់អារម្មណ៍ទៅរកស្រីណាដតីឯងចឹងទៅនៅពេលហ្នឹងគឺតួប្រុសរបស់យើងគាត់ក៏ខំមករកតួស្រីសំខាន់ណាស់ក៏បានវិនិយោគចូលទៅក្នុងក្រុមហ៊ុនដែលតួស្រីយើងបានធ្វើការនោះដល់ទៅ5លានចឹងហើយពេលហ្នឹងតួបីជាតួស្រីយើងមិនចង់ជួបក៏ដោយគឺតួស្រីរបស់យើងគឺត្រូវតែប្រឈមមុខជាមួយតួប្រុសរបស់យើងតែម្ដងណាហើយអ្នកស្រីម្នាក់នេះវិញក៏មករករឿងតួស្រីរបស់យើងណាហើយពេលហ្នឹងដោយសារតែពេញចិត្តការ design របស់តួស្រីគាត់ក៏គម្រាមតួស្រីណាប្រយ័ត្នតែគាត់ធ្វើឲ្យក្រុមហ៊ុនមួយនេះគឺត្រូវរលាយសូលទៅតួស្រីយើងវិញគាត់ក៏ថាគឺគាត់គ្មានបានធ្វើអ្វីខុសទេសំខាន់អ្វីដែលគាត់បានកំងហ្នឹងគឺតួស្រីយើងគាត់ធ្វើចេញមកត្រឹមត្រូវហើយអញ្ចឹងហើយអ្នកស្រីហ្នឹងក៏មិនហ៊ានតមាត់អីជាមួយតួស្រីយើងទៀតដែរព្រោះអីគាត់ប្រៀបថាមករករឿងតួស្រីរបស់យើងនៅគ្មានសមហេតុផលសោះចង់តែឈ្នះតួស្រីយើងខំមកជួលខុនដូនៅបន្ទប់មួយមានអីនេះកិច្ចពីតួប្រុសរបស់យើងមកជួបដដែលតួប្រុសយើងគឺបានដើរតាមតួស្រីរបស់យើងហ្នឹងគឺស្ងាត់តែម្ដងណាអញ្ចឹងហើយនៅពេលហ្នឹងគឺតួស្រីយើងគាត់ក៏ថាយកហើយឥឡូវនេះឆាប់ត្រឡប់ទៅផ្ទះវិញតែតួប្រុសរបស់យើងវិញគឺនៅស្ងៀមហ្មងហើយសំខាន់ណាស់នៅជាប់បន្ទប់របស់តួស្រីរបស់យើងនេះក៏មានគូស្នេហ៍ពីរអ្នកហ្នឹងគឺនាំគ្នាញ៉ៃវាថាលោឡាពេញបន្ទប់ឡងដល់បន្ទប់របស់តួស្រីយើងហ្មងចឹងហើយតួស្រីយើងគាត់ក៏រំខានខ្លាំងមែនតើដេកក៏មិនលក់អីក៏មិនលក់ណាចឹងហើយតួប្រុសយើងក៏ជួយចាប់ការតែម្ដងតួប្រុសយើងក៏ខំដោះអាវនេះនៅចំពោះមុខតួស្រីដើម្បីតែបង្ហាញឲ្យសាច់ដុំកងរបស់គាត់ហ្នឹងឲ្យតួស្រីរបស់យើងបានឃើញណាតួស្រីយើងព្រមពិតទៅខំទប់អារម្មណ៍ខ្លាំងណាស់ទៅតួប្រុសរបស់យើងវិញក៏ហក់ទៅបាក់តួស្រីរបស់យើងភ្លាមហ្មងចឹងហើយគឺតួស្រីយើងក៏បានដេញឲ្យតួប្រុសរបស់យើងឆាប់ចេញពីទីហ្នឹងទៅតែដោយសារតែតួស្រីយើងគឺបានប្លុកតួប្រុសយើងគ្រប់ប្រព័ន្ធហ្មងចឹងហើយចឹងទៅគឺតួប្រុសយើងក៏ទាលេខទូរស័ព្ទពីតួស្រីរបស់យើង add WeChat អីមកត្រឹមត្រូវមកឡើងវិញហើយលោកយាយរបស់តួស្រីរបស់យើងគឺគាត់បានចែកឋានទៅយូរហើយតួប្រុសយើងគាត់ក៏ធ្លាប់បានជួយមើលថែលោកយាយរបស់តួស្រីរបស់យើងដូចគ្នាវាជាកូនស្រីចឹងទៅណាហើយពេលហ្នឹងគឺតួប្រុសយើងគាត់ក៏បាន
បាននឹករលឹកហើយក៏បាននេះមកគោរពភ្នោរបស់លោកយាយរបស់តួស្រីរបស់យើងថែមទៀតតួស្រីយើងវិញគឺគាត់ដឹងកូនតួប្រុសគ្រាន់តែថាដោយសារតែមានរឿងចូលច្រឡំតិចតួចធ្វើឲ្យតួស្រីរបស់យើងក៏គិតថាតួប្រុសហើយគឺគេជាមនុស្សអាក្រក់គាត់អាចវាថានឹកផ្អែកអីលើគេបានទេនិយាយទៅគឺតួស្រីរបស់យើងគឺគាត់បានសួរតួប្រុសយើងត្រង់ទេតួប្រុសរបស់យើងវិញសុកចិត្តនេះដើម្បីតាមមករកតួស្រីរបស់យើងបានតួស្រីរបស់យើងលក់មីឆាគាត់ក៏មកជួយលក់ចឹងទៅហើយនៅពេលដែលចាប់ហើយភ្លាមតួប្រុសយើងគាត់ក៏មិនចេញតាណាផងដែរសុកចិត្តនៅរងចាំតួស្រីរបស់យើងតើតែចេញហើយរួចនេះចឹងទៅគឺតួស្រីរបស់យើងគាត់ក៏ថាគាត់ដល់ម៉ោងដែលត្រូវទៅសម្រាប់វិញហើយក៏ត្រូវបែកគ្នាពីពេលហ្នឹងទៅចឹងហើយនៅពេលហ្នឹងគឺតួស្រីរបស់យើងក៏ទៅហាងលក់គ្រឿងរបស់គាត់វិញណាពេលហ្នឹងស្រាប់តែនេះវាថាកូនចៅរបស់គាត់ហ្នឹងក៏បានប្រាប់ថាមានបញ្ហាទៀតហើយថ្ងៃនេះក៏ជាថ្ងៃការដាក់បង្ហាញការឌីហ្សាញរបស់តួស្រីហើយព្រមទាំងមានអ្នកដាក់បង្ហាញម៉ូដអីចឹងទៅតែឥឡូវហ្នឹងគឺមានបញ្ហាធំហើយដោយសារតែរ៉ូបរបស់តួស្រីរបស់យើងដែលបានធ្វើការឌីហ្សាញឡើងមកហ្នឹងវាមានបញ្ហាហើយសំខាន់ណាស់ model របស់តួស្រីយើងហ្នឹងក៏ចុកពោះរាថែមទៀតចឹងហើយតួស្រីយើងសម្រស់គាត់ក៏មិនណយគាត់ក៏បានឡើងមកវាថាឡើងដើរមកខ្លួនឯងតែម្ដងទៅនិយាយទៅគឺតួស្រីរបស់យើងធ្វើបានមកល្អហ្មងតួប្រុសយើងវិញក៏នៅរងចាំតួស្រីរបស់យើងហ្នឹងគឺនៅក្នុងបន្ទប់នឹងស្រេចហ្មងចឹងហើយគ្រាន់តែឃើញតួស្រីរបស់យើងភ្លាមលោតរតួស្រីរបស់យើងហ្នឹងគឺមិនបណ្ដៃទេហើយពេលហ្នឹងក៏មានលឺសំឡេងនារីម្នាក់ដើរចូលមកក្នុងបន្ទប់មួយហ្នឹងណាចឹងហើយគឺតួប្រុសយើងក៏ទានតួស្រីយើងទៅកលៀតបន្ទាប់មកក៏បានបន្តទៀតហើយនិយាយទៅគឺតួប្រុសយើងគ្រប់ទីកន្លែងតែម្ដងណាជួបតួស្រីរបស់យើងពេលណាគឺហក់ទៅលើតួស្រីរបស់យើងហ្នឹងគឺពេលហ្នឹងហ្មងចឹងហើយគឺតួប្រុសយើងគាត់ក៏បានប្រាប់តួស្រីថាគាត់គ្មានថ្ងៃប្រឡែងតួស្រីរបស់យើងទេនៅក្នុងកន្លងពេលហ្នឹងគឺនាងណានហ្វឹងហ្នឹងក៏បានលួចមើលពីគៀនហ្នឹងផងដែរចឹងហើយនឹងឃើញរោគមកមួយតួស្រីនាងក៏បានយកអាទឹកអាស៊ីតហ្នឹងយកទៅចាក់លើរោគរបស់តួស្រីរបស់យើងតែម្ដងតែចង្រៃអីដែលសារតានាងគឺបានចាក់ទៅលើរោគខុសចង់ក្រោយមានអីតួស្រីយើងគឺឈ្នះនាងណានហ្វឹងហ្នឹងដដែលនិយាយទៅទោះបីជានាងចង់ធ្វើអ្វីក៏ដោយណាតែស្រីជើងល្អម្នាក់នេះគឺគណិតអាក្រក់ខ្លាំងមែនតើនាងក៏បាននិយាយថាអញ្ចេះតួស្រីគឺជាមនុស្សស្រីល្ងងខ្លាំងណាស់ហើយម្ដាយរបស់តួស្រីក៏ត្រូវស្លាប់ដោយសារតែចរិតពីលារបស់តួស្រីរបស់យើងអញ្ចឹងណាតួស្រីរបស់យើងវិញខំហ្មងហេតុអីមិនជាត្រូវចាំបាច់លើកយករឿងមួយហ្នឹងមកឲ្យសុទ្ធសឹងតែមិនមែនជាការប៉ັດទាស់សសវាជាពាក្យកុហករបស់នាងណានហ្វឹងនឹងសុទ្ធសាតែម្ដងតួប្រុសរបស់យើងវិញក៏បានយកផ្កាកាឡាមួយម៉ូតូនេះយកមកជូនតួស្រីយើងដើម្បីជាការលើកទឹកចិត្តតែមកនេះដើម្បីតែលេខខែតួស្រីរបស់យើងលើឆាកតែប៉ុណ្ណោះចង់ក្រោយទៅអ្នកដែលបានឈ្នះពានរង្វាន់ Top 1ណាគឺជាតួស្រីរបស់យើងនឹងឯងមិនមានណាគេទៀតនោះទេទោះបីជាពួកគេនាំគ្នាវិថាផ្សាញ់ផ្សាជាមួយតួស្រីរបស់យើងយ៉ាងណាក៏ដោយតែតួស្រីយើងគឺគាត់នៅតែអាចយកឈ្នះនេះទៅលើពួកអាក្រក់នឹងបានដដែលតួប្រុសរបស់យើងវិញក៏មិនចិត្តតួស្រីទៀតហើយគាត់ថាអញ្ចឹងគាត់ក៏ជាចំណែកមួយជួយតួស្រីយើងផងដែរតួប្រុសរបស់យើងក៏យកប៉មផងអីផងនេះយកមកកាន់របៀបថាចូលទៅក្នុងបន្ទប់របស់តួស្រីគាត់ថាគាត់ឃ្លានចឹងហើយតួស្រីក៏ថាមកឃ្លានណាបញ្ញាប់ទៅញ៉ាំអីនៅខាងក្រៅទៅចឹងហើយគឺតួប្រុសយើងគាត់ក៏ទៅហើយខែតែចង់ឲ្យតួស្រីរបស់យើងចាប់អារម្មណ៍ចឹងហើយនៅពេលហ្នឹងក៏ធ្វើជាឈឺជើងខ្លាំងណាស់ដើមរួចទេតួស្រីរបស់យើងវិញនេះគាត់រាប់របៀបថាឃើញហើយដឹងហ្មងថាប្រុសម្នាក់នេះគឺគេលេងល្បិចទេមិនមែនជាការប៉ັດទេតែដោយសារតួស្រីយើងគាត់ក៏មានចិត្តថាស្រឡាញ់តួប្រុសយើងដូចគ្នាគ្រាន់តែថាតួស្រីយើងគាត់មាត់រឹងហ្មងគាត់អត់ព្រមប្រាប់ការប៉ັດអ្វីនោះទេហើយស្អែកឡើងនេះគឺតួស្រីរបស់យើងគាត់ក៏បានចេញមករៀបចំអវ៉ាន់របស់គាត់ទៀតនាងណានហ្វឹងនេះវិញនឹងគឺខំតួស្រីរបស់យើងមិនលេងសំខាន់ណាស់គឺវាថាអញ្ចឹងខ្លួនឯងមិនជាកូនអ្នកមានអីទេក៏ប៉ុន្តែគឺសំដែងនៅពេលដែលឃើញកបោប្រែនភ្លាមនាងក៏បានធ្វើជាស្គាល់ចេះស្គាល់ចោះដល់ពេលនិយាយចោះនិយាយឡាមានអីចន់កាយខ្លួនឯងរបស់នឹងនាងគ្មានម៉ែស្គាល់ទេតួស្រីយើងវិញគាត់ក៏បានលក់អវ៉ាម្នាក់នឹងហើយក៏មានវាថាសទ្ធិនារីសទ្ធិម្នាក់គាត់ក៏បានចូលមកទិញអីចឹងទៅតួស្រីរបស់យើងវិញគាត់ក៏បាននិយាយថានេះគឺជារបស់ដែលមានតម្លៃ1លានហើយនាងណានហ្វឹងអានេះវិញគឺនាងមានលុយណាមកពីថាផ្ចាញ់ផ្ចាជាមួយតួស្រីទិញមកជំនួសតួស្រីរបស់យើងណាគឺអត់សុទ្ធសាតែម្ដងតួប្រុសរបស់យើងវិញនៅពេលហ្នឹងក៏បានឃើញបងមេធាវីនេះបានមករកតួស្រីយើងហើយមើលទៅក៏និយាយជាមួយគ្នាដូចស្និទ្ធស្នាលដល់ហើយចឹងហើយគឺតួស្រីយើងក៏បានតួប្រុសយើងក៏សួរណាថាគេជាណាហេតុអីមើលទៅតួស្រីរបស់យើងនិយាយជាមួយគេនេះអញញ៉ែមផងអីផងណាហើយដល់ពេលនៅជាមួយគាត់វិញមកឲ្យស្មារញណាចឹងហើយគឺតួប្រុសយើងក៏វាថាចំណែនប្រច័នជាមួយតួស្រីសុកចិត្តទៅងួយទឹកត្រជាក់នេះដើម្បីឲ្យតួស្រីរបស់យើងព្រួយបារម្ភបន្ទាប់មកក៏បានយកអីវាថាក្តៅនឹងយកទៅស្អំខ្លួនពេលហ្នឹងគាត់ក៏ប្រាប់តួស្រីតែគាត់ផ្ដាសាយហើយតួស្រីយើងក៏យកប្រដាប់បណ្ឌិតឲ្យក្តៅឲ្យគេបណ្ឌិតណាពេលណាបណ្ឌិតទៅក៏ឃើញថាកម្ដៅរបស់តួប្រុសយើងគឺពិតជាឡើងទៅខ្ពស់ប៉ិតមែនចឹងហើយតួប្រុសរបស់យើងលើកនេះវាថាបន្លំជាឈឺឥឡូវក៏ឈឺបានសម្រេចតែម្ដងហើយដល់ពេលឈឺអញ្ចឹងទៅគឺតួប្រុសយើងគាត់គឺត្រូវការអ្នកមើលថែគាត់ចឹងហើយគឺតួស្រីរបស់យើងវិញដំបូងទៅគាត់ថាមិនចង់មើលទេតែដោយសារតែគាត់ថាតួប្រុសហើយក៏បានជួយគាត់ចឹងហើយជួយតួប្រុសយើង
មកគ្រាទៅពេលហ្នឹងកូនចៅរបស់តួប្រុសយើងខំមករកតួប្រុសយើងយកឆ្នាំយកអីឲ្យយាយវាថាមើលថែជំនួសណាតែតួប្រុសយើងវិញគាត់ត្រូវកាយតួស្រីរបស់យើងហ្នឹងជាអ្នកមើលថែគាត់ហ្នឹងតាមម្នាក់គាត់អ្នកផ្សេងហ្នឹងបាច់មើលថែមិនអីទេចឹងទៅនៅពេលហ្នឹងគឺតួស្រីរបស់យើងវិញគាត់គឺដឹងហ្មងតួប្រុសបានដេញកូនចៅរបស់គេចេញពីទីហ្នឹងតួស្រីយើងវិញគាត់ក៏នៅស្ងៀមតែម្ដងណានៅពេលហ្នឹងក៏ចេញមកធួមហូបហើយពេលដែលដល់តួប្រុសរបស់យើងវិញនេះក៏បានគេស្ដុកស្ដឹងនៅលើក្រែតួស្រីរបស់យើងដល់គេពេលមកឃើញអញ្ចឹងហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថារឿងអាណិតជាមួយតួប្រុសរបស់យើងដូចគ្នាអញ្ចឹងហើយក៏មិនបានធ្វើអីផងដែរតួប្រុសរបស់យើងគាត់ក៏សង្ងំគេអញ្ចឹងទៅហើយក៏ទុកពេលវេលាឲ្យតួប្រុសរបស់យើងហ្នឹងគឺបានសម្រាប់តែតួប្រុសយើងវិញក៏មិនត្រូវការពេលវេលានៅតែឯងទេព្រោះអីគាត់ខំធ្វើឈឺប៉ុណ្្នឹងដើម្បីតែអាចឲ្យតួស្រីរបស់យើងជាលេសជាអីណាបានតួស្រីរបស់យើងនៅចិត្តគាត់ហើយតួស្រីយើងវិញគឺនៅតែមានអារម្មណ៍ថាខឹងជាមួយតួប្រុសយើងគឺមិនចេះចប់តែម្ដងណាទោះបីជាតួប្រុសរបស់យើងគាត់គឺខំបកស្រាយគ្រប់សពហើយថាវាគ្មានអ្វីនោះទេតួស្រីរបស់យើងហ្នឹងគឺកុំគិតច្រើនអីតែតួស្រីរបស់យើងវិញគឺមិនឲ្យគាត់គិតបានដោយរបៀបម៉េចព្រោះអីវាថាតួស្រីយើងគឺជាមនុស្សដែរប្រកែជួយចិត្តគិតអញ្ចឹងតាំងពីយូរណាស់មកហើយអញ្ចឹងហើយនៅពេលដែលចាប់ហើយរួយនេះពេលហ្នឹងគឺតួប្រុសយើងក៏ចេញមកខាងក្រៅហើយគាត់ក៏បាននិយាយប្រាប់ថាអញ្ចឹងថ្ងៃនេះគឺថ្ងៃខួបកណ្ដាលរបស់គាត់អញ្ចឹងហើយថ្ងៃនេះធ្វើយ៉ាងណាក៏ដោយត្រូវតែនាំតួស្រីរបស់យើងចេញមកខាងក្រៅឲ្យបានអញ្ចឹងហើយនៅពេលហ្នឹងគឺតួស្រីរបស់យើងគឺគាត់វាថាមកហ្នឹងគឺមកតាមបង្ខំចិត្តតែម្ដងក្នុងចិត្តហ្នឹងគឺមិនចង់មកទេតែមានអ្នកបង្ខំហើយនាងសៀវ័យនេះនាងអួតអាងខ្លួនណានៅពេលហ្នឹងក៏បានជេរតួស្រីរបស់យើងនឹងឡងពេញមាត់ហើយសុទ្ធថាតួស្រីយើងមកទីនេះគឺដើម្បីតែមតិណាទៀតអីតួស្រីយើងក៏ថាគឺអត់ទេគាត់មកទីនេះគឺដើម្បីតែវាថាជាការបង្ខំតែប៉ុណ្ណោះតួប្រុសយើងគឺចង់ឲ្យតួស្រីរបស់យើងហ្នឹងគឺមកវាក្នុងពិធីថ្ងៃពិសេសរបស់គាត់ណាគាត់ចង់មានវត្តមានរបស់តួស្រីនាងសៀវ័យវិញគឺខំតែងខ្លួនខ្លាំងណាស់វាថាធ្វើខ្លួនជាពនាងស្មានថាតួប្រុសរបស់យើងហ្នឹងនឹងសុំស្នេហ៍នាងអីចឹងទៅតែនេះគឺអត់សោះហ្មងតួប្រុសរបស់យើងគឺគាត់អត់បានខ្វល់អីជាមួយនឹងស្រីជើងល្អម្នាក់ហ្នឹងសំបីតាមមួយចង់កញ្ចក់ចឹងហើយមានអីហ្នឹងក៏ចាប់ផ្ដើមវាថាខំក្តៅកាហាយធ្វើអីទៅលើតួស្រីរបស់យើងក៏មិនបានណាចឹងហើយគឺតួប្រុសរបស់យើងគាត់ក៏នៅស្ងៀមស្ដុកស្ដឹងតែម្ដងហើយនៅពេលហ្នឹងនេះនាងក៏បានប្រាប់តួប្រុសណាថានាងគឺបានមានកូនជាមួយតួប្រុសចាំមែនអាយុសវឹងឯដោះតួប្រុសយើងវិញចាំច្បាស់ហ្មងក៏បានប៉ះពាល់នារីណាឯក្រៅពីតួស្រីចឹងហើយនាងណាំងហ្វុងនេះក៏ថាអញ្ចឹងនេះជាសាកសីតួប្រុសរបស់យើងថាមិនចង់ទេតែដោយសារតែអីគឺពួកគេហ្នឹងជាអ្នកដែលបានមករឿងគាត់មុនទេចឹងហើយគឺតួប្រុសយើងគាត់គឺមិនបានຕົកនោះទេលើកនេះគឺតួស្រីរបស់យើងនិងតួប្រុសនេះក៏ត្រូវដោះស្រាយជាមួយគ្នាហើយសំខាន់ណាគឺរឿងរបស់នាងសៀវ័យនេះគឺតួប្រុសរបស់យើងគាត់លេងខ្វល់ហើយសំខាន់គាត់ក៏លេងជួយទៅលើក្រុមហ៊ុនប៉ារបស់នាងអ្វីទាំងអស់ចឹងទៅនៅពេលហ្នឹងគឺតួប្រុសរបស់យើងក៏បានដកអញ្ជើញមកនេះថាតួស្រីចាំដែរអត់អញ្ជើញមួយនេះគឺពួកគេទាំងពីរនេះគឺបានផ្ដាំស្នេហាអ្វីជាមួយនឹងគ្នាណាតួស្រីរបស់យើងវិញនៅពេលហ្នឹងវាថាអញ្ជើញចិត្តរបស់គាត់ហ្នឹងគឺនៅតែរឹងជាមួយតួប្រុសរបស់យើងដដែលអត់ទាន់ហ៊ានទទួលអីពីតួប្រុសរបស់យើងទេចឹងហើយនៅពេលហ្នឹងតួស្រីយើងក៏សួរតួប្រុសណាថាពេលណាទើបដោះលែងគាត់ក៏ត្រូវការចាក់វាថានៅម្នាក់ឯងគាត់ត្រូវការអ្នកណានេះដើម្បីតែមកចូលចិត្តតួស្រីរបស់យើងឯនោះទេចឹងហើយនៅពេលហ្នឹងគឺតួប្រុសយើងក៏លេងអលងទុកភ្នែកផងណាព្រោះអីគាត់ស្រឡាញ់តួស្រីបានជាគាត់គឺធ្វើបាបនឹងមករហូតទេគាត់ចង់បាត់បង់តួស្រីរបស់យើងគឺតាណាទេតែតួស្រីរបស់យើងវិញគឺគាត់ខឹងតួប្រុសរបស់យើងរឿងម្យ៉ាងតែម្ដងចឹងហើយយកពេលហ្នឹងគឺតួស្រីយើងក៏បានដើរចេញពីតួប្រុសរបស់យើងដែលគ្មានអាឡ័យទេហើយពេលហ្នឹងគឺដើរចេញពីគេខ្លួនឯងប្រកែកជាមួយគេខ្លួនឯងតែបែរជាមកយំឡើងកុហកតែម្ដងណាតួប្រុសរបស់យើងវិញក៏ដូចគ្នាគាត់ស្រឡាញ់តួស្រីគាត់ចង់បាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់តាណាទេចឹងហើយនៅពេលហ្នឹងគឺតួស្រីរបស់យើងគាត់ក៏បានមករើវាថាទូរស័ព្ទចាស់របស់គាត់ឲ្យព្រមទាំងកំណត់ហេតុអ្វីជុំរិចគ្រប់យ៉ាងនេះដែលគាត់នឹងគឺធ្លាប់ឆាតជាមួយតួប្រុសរបស់យើងទាំងអស់ហើយពេលហ្នឹងតួប្រុសរបស់យើងគាត់ក៏បានឃើញឆាតមួយនេះដែលមានគេនិយាយដើមគាត់ថាគេតួប្រុសរបស់យើងហ្នឹងប្រៀបថារៀបការជាមួយនឹងសៀវ័យតួប្រុសយើងឡើងដឹងរឿងអ្វីទាំងអស់ហើយអ្នកដែលដឹងរឿងគឺតួស្រីរបស់យើងហើយសៀវ័យនេះវិញនេះជាអ្នកដែលនិយាយប្រប៉ោយបង្កើតពាក្យចចាមរាមចេញមកធ្វើឲ្យតួស្រីរបស់យើងគាត់ក៏មានការយល់ច្រឡំឡើងមែនតែនចឹងទៅគឺតួប្រុសរបស់យើងទោះបីជាតួស្រីគឺមិនព្រមរៀបថាទទួលយកគាត់ក៏ដោយតួប្រុសរបស់យើងគាត់ក៏សោកចិត្តនេះរៀបថាបង្ខំចិត្តតួស្រីរបស់យើងតែម្ដងតួស្រីយើងវិញគឺប្រកែកជាមួយតួប្រុសស្អប់តួប្រុសតែនៅពេលហ្នឹងគាត់ក៏បានលួចមកយំតែម្នាក់ឯងនៅក្នុងបន្ទប់ងងឹតនេះតួប្រុសរបស់យើងវិញគឺគាត់បាត់បង់តួស្រីរបស់យើងអត់បានតែម្ដងចឹងហើយក៏ខំតាក់ទងមករកតួស្រីរបស់យើងនេះគឺគ្រប់កលកលាតែម្ដងណាទោះបីជាតួស្រីរបស់យើងចង់ទៅណាឆ្ងាយក៏ដោយគឺតួប្រុសរបស់យើងគាត់គឺនៅគ្រប់កន្លែងតែម្ដងចឹងហើយនៅពេលហ្នឹងគឺតួស្រីរបស់យើងនៅពេលហ្នឹងគាត់ក៏នឹកឃើញតួប្រុសសោកចិត្តរៀបថាចេះមករកតួប្រុសរបស់យើងតែម្ដងតួប្រុសយើងវិញក៏អាចបាត់បង់តួស្រីបានចឹងទៅនៅពេលហ្នឹងគឺតួស្រីយើងគាត់ក៏បានដឹងការប៉ុណ្ណាថាគ្រប់យ៉ាងហ្នឹងគឺសុទ្ធសឹងតែជាការយកច្រឡំចឹងទៅគឺតួស្រីតួប្រុស
ប្រុសរបស់យើងនៅពេលនេះគឺលែងយកច្រឡំអ្វីជាមួយគ្នាទាំងអស់ក៏បានយកអញ្ជើញដែលតួប្រុសរបស់យើងនេះគឺបានឲ្យនឹងសោកចូលដៃរបស់ខ្លួនឯងតែម្ដងហើយប៉ារបស់តួប្រុសរបស់យើងវិញគាត់បានពេញចិត្តឲ្យតួប្រុសរបស់យើងរៀបការជាមួយតួស្រីតែគាត់ថាគាត់ស្អប់ស្រីម្នាក់ហ្នឹងហើយស្រីម្នាក់ហ្នឹងគឺបានធ្វើឲ្យកូនប្រុសរបស់គាត់នេះលេងគោរពឪអីចឹងទៅណាតែតួប្រុសរបស់យើងវិញគឺគាត់ថាអត់ទេគឺមកពីប៉ារបស់គាត់គឺមិនដែលគោរពលើការសម្រេចចិត្តរបស់គាត់សូម្បីតែម្ដងគាត់ធ្វើអីក៏ប្រកែកហើយសំខាន់ណាស់គ្រប់យ៉ាងដែលគាត់ធ្វើសពថ្ងៃនេះវាសុទ្ធសឹងតែជាការបង្ខំទាំងអស់គាត់ដែលមានចិត្តចង់ធ្វើរឿងទាំងអស់ហ្នឹងឯងចឹងហើយតួស្រីរបស់យើងវិញនេះគាត់ក៏ចាប់ផ្ដើមកាត់វាថាជ្រៅខ្លាំងមែនតើហើយប៉ារបស់តួប្រុសរបស់យើងនឹងឯងដើមហេតុហ្មងដំបងគេហ្មងដែលទៅគម្រាមតួស្រីគាត់ថាតាហ៊ានតែទៅរកកូនប្រុសរបស់គាត់ទៀតគាត់đangនឹងគ្មានថ្ងៃឲ្យតួស្រីរស់ស្រួលសំខាន់ណាស់គាត់នឹងដាក់សម្ពាធលើកូនប្រុសរបស់គាត់ហ្នឹងណាហើយគេហ្នឹងនឹងបាត់បង់អ្វីៗគ្រប់យ៉ាងតួស្រីយើងគឺធ្វើគ្រប់យ៉ាងនេះចង់ក្រោយទៅតាមពិតទៅគឺដើម្បីតួប្រុសរបស់យើងទាំងអស់ព្រោះឲ្យគាត់ចោះបំផ្លាញសេចក្តីសុខរបស់តួប្រុសរបស់យើងណាដោយសារតែភាពអាត្មានិយមរបស់ខ្លួនឯងហើយមេធាវីបងមេធាវីនេះវិញណាក៏ខំមករកតួស្រីគាត់ថាអញ្ចឹងតួស្រីយើងបែកចិត្តពីតួប្រុសក៏អាចថាចាប់ផ្ដើមស្នេហាថ្មីអ្វីជាមួយគាត់បានតែតួស្រីយើងអត់ទេលើកនេះហាគឺតួប្រុសរបស់យើងគាត់ថាគាត់ដឹងរឿងអស់ហើយតួស្រីរបស់យើងក៏មិនចាំបាច់កិច្ចពីគាត់ក៏ហក់គាត់អីទៀតផងដែរចឹងទៅនៅពេលហ្នឹងតួស្រីរបស់យើងគាត់ក៏បានចេញមកតែម្ដងណាហើយសំខាន់ណាស់គាត់ក៏បានយល់គ្រប់យ៉ាងតែម្ដងចឹងហើយឥឡូវនេះតួស្រីតួប្រុសរបស់យើងគឺអស់រឿងយល់ច្រឡំគ្នាអីទៀតហើយក៏មករៀបការជាមួយនឹងគ្នាតែម្ដងទៅនិយាយទៅគឺតួស្រីយើងគាត់សប្បាយចិត្តខ្លាំងមែនតើហើយសំខាន់ណាស់គឺវាថាចេះពីអ្នកនឹងរៀបការជាមួយគ្នាហើយមានគិតរឿងលេងលេះលេងអីណាតែអត់ទេតួប្រុសរបស់យើងគាត់គឺសម្រេចចិត្តយូរត្រូវយូរណាស់ហើយប្រយគាត់ខំតាមតួស្រីរបស់យើងរងរាប់ខែនឹងល្មមតែតួស្រីរបស់យើងគឺព្រមអភ័យទោសឲ្យគាត់ទីបញ្ចប់ទៅឥឡូវនេះហាគឺតួប្រុសរបស់យើងគាត់ក៏បានរៀបចំវាថាវិធីមង្គលការហើយតួស្រីយើងគាត់ក៏អាចស្លៀករ៉ូបកូនកំមុំដែលជាវាថាសេចក្តីប្រាថ្នារបស់គាត់ហ្នឹងគឺតាំងពីយូរណាស់មកហើយព្រោះអីមុនដំបូងទៅតួស្រីគាត់គាត់ថាចេះគាត់គឺនឹងគ្មានថ្ងៃអាចពាក់រ៉ូបរៀបការនឹងបានទេតែឥឡូវនេះគឺតួស្រីរបស់យើងគាត់ធ្វើបានសម្រេចហើយតួប្រុសរបស់យើងវិញគាត់ក៏ថាថ្ងៃនេះហាគឺហាងលក់របស់តួស្រីរបស់យើងនឹងបាយបើកទេចឹងហើយបិទហាងហើយឥឡូវនេះតួស្រីរបស់យើងគាត់ក៏សុំទៅមានសេចក្តីសុខជាមួយនឹងប្រិយរបស់គាត់សិន